Hello អ្នកនរគ្នាហើយថ្ងៃនេះផងដែរខ្ញុំនឹងធ្វើជាមួយនឹងប្រភេទដែលរ៉ូម៉ាមនុស្សដែលមានទំហំ1 លោក 4អាហ្នឹងមិនមែនធ្វើឲ្យគឺជាការ painting ជាមួយនឹង finger នឹងតែម្ដងអញ្ចឹងកុំភ្លេចទស្សនាវីដេអូនេះថាខ្ញុំនឹង paint វាដោយរបៀបណាថាមានផលវិបាកអីខ្លះនៅពេលដែលយើង paint អាមនុស្សទំហំ1 លោក 4ហ្នឹងអូខេអ្នកនរគ្នាជំនាញដំបូងហ្នឹងគឺយើងត្រូវមានជាមួយនឹងកូន finger ដែលជាប្រភេទជ័រ print 3D ហើយ print ហ្នឹងគឺយើង print scale របស់1 លោក 4តែម្ដងហើយតួអង្គមនុស្សនេះគឺជាមនុស្សប្រុសទេអ្នកនរគ្នាហើយគាត់បែបឈរបែបដូចគ្រប់ទងជាតិអញ្ចឹងអ្នកនរគ្នាបែបចាស់ទុំអញ្ចឹងទៅអញ្ចឹងខ្ញុំនឹង decor គាត់paint ពណ៌គាត់ទៅបែបចាស់ទុំបែបមនុស្សចាស់ពាក់អាវដូចអង្គរៈហើយគាត់ឈរត្រង់ដើម្បីគ្រប់អីមួយអ្នកនរគ្នាហើយសក់របស់គាត់ខ្ញុំគិតថាដាក់ព្រោះសក់ក៏ប៉ុន្តែខ្ញុំគិតថាដោយសារតែ vibe របស់គាត់ទៅបែប517 Rolls Royce អីចឹងទៅខ្ញុំនឹងធ្វើការ paint គាត់សក់របស់គាត់ហ្នឹងទៅពណ៌ខ្មៅអត់សូវជាចាស់ពេកទេក៏ប៉ុន្តែលាយសតិចហើយអញ្ចឹងខ្ញុំជ្រើសរើសយកពណ៌ប្រផេះតែម្ដងហើយកៅអៅរបស់គាត់ហ្នឹងក៏ពណ៌ប្រផេះដែរអ្នកនេះកម្ៅតែម្ដងវាអត់ចំជាពណ៌ខ្មៅពេញទេអ្នកនេះដោយសារតែគាត់ពាក់អាវហ្នឹងបែបឈុតអ្នកនេះអាវឈុតណាអញ្ចឹងទៅយើងផេនបែបអញ្ចឹងហ្មងទៅហើយបីជើងរបស់គាត់ពណ៌ខ្មៅក៏ប៉ុន្តែនៅក្នុងវីដេអូនេះខ្ញុំប្រហែលជាធ្វើអត់តន់ទេសម្រាប់បីជើងដោយសារតែចាំគាត់ស្ងួតសិនអេសគាត់ទៀតអញ្ចឹងមនុស្សនេះចាប់ដើមបានកៅហើយនឹងផេនពណ៌ទឹកថ្នាំដៃហើយដៃហើយនឹងក្បាលគឺចេញសាច់អញ្ចឹងយើងត្រូវផេនពណ៌សាច់ហើយបើសម្រាប់សក់វិញគឺខ្ញុំដាក់ពណ៌ខ្មៅហើយនេះប្រភេទសក់នេះគឺបើមិនជា paint ធម្មតាអត់ធ្វើក្នុងវីដេអូវាអាចនឹង paint អា brand របស់តាមីយ៉ានឹងនេះក៏ប៉ុន្តែដោយសារតែខ្ញុំចង់ឲ្យវីដេអូនេះឲ្យទៅសក់គាត់បែបរៀបអញ្ចឹងអ្នកនេះវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអរគុណអ្នកនរជួបគ្នាក្នុងវីដេអូក្រោយកុំភ្លេច like and subscribe ក្នុងវីដេអូបាយបាយ